បាទសូមជម្រាបសួរលោកប្រធានមន្ត្រីថ្ងៃនេះក្រមវត្តមានរបស់អាយដាមគុណរដ្ឋមនីអភិបាលរងតំណាងដល់ខ្ពង់ខ្ពស់អាយដាមប៉ែនកសលអភិបាលនៃគណៈបាលខេត្តដឹកនាំទីអង្គភាពដូចជាលោកប្រធានមន្ត្រីផ្ទាល់បានចុះមកពិនិត្យនៅក្នុងការគៀដីបែបប្រព័ន្ធឡាស៊ែរតើអ្វីទៅជាការគៀបរៀបដីដោយប្រព័ន្ធឡាស៊ែរតើការគៀបែបនេះវាខុសពីការទម្លាប់របស់បងប្អូនប្រជាកសិករភ្ជួរឬក៏រស់បែបធម្មតាដែរជម្រាបសួរបាទហើយសូមអរគុណដល់បងប្អូនដែលជាមន្ត្រីទីព័ត៌មានខេត្តត្បូងឃ្មុំដែលបានប្រកាសឲ្យរូបខ្ញុំផ្ដល់នៅព័ត៌មានពាក់ព័ន្ធទៅនឹងការគៀបរៀបដីដោយប្រព័ន្ធឡាស៊ែរដែលកំពុងអនុវត្តនៅក្នុងខេត្តត្បូងឃ្មុំបាទសូមជម្រាបជូនថាគៀបរៀបដីដោយប្រព័ន្ធឡាស៊ែរនេះវាជាវិធីសាស្ត្រទំនើបទេបាទតាមពិតជាបទដ្ឋានបច្ចេកទេសរបស់ការងារធ្វើស្រែចម្ការកសិករត្រូវតែធ្វើដីដែលរាបស្មើអញ្ចឹងកាលពីបរមបុរាណយើងមកគឺកសិករតែងតែជួហើយគាត់គៀពង្រៀបដីគាត់ដោយនឹងរនាស់បាទតែចូលដល់សម័យកាលនេះគឺជាសម័យកាលទំនើប Digital អញ្ចឹងការអភិវឌ្ឍបច្ចេកទេសក្នុងការពង្រៀបដីក៏មានតាមនោះដែរជាក់ស្ដែងនៅទីនេះគឺតាមរយៈគម្រោងខ្សែច្បាប់ផលិតកម្មដោយភារៈបរិស្ថានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើការបង្ហាញអំពីបច្ចេកទេសគៀបពង្រៀបដីដោយប្រព័ន្ធឡាស៊ែរអញ្ចឹងការគៀដោយប្រព័ន្ធឡាស៊ែរនេះបានន័យថាគេដាក់បកគោលមេឡាស៊ែរមួយដែលភ្ជាប់ទៅនឹងផ្កាយរណបនៅខាងលើហើយនៅនឹងប៉ែលរបស់ត្រាក់ទ័រគេដាក់បង្គោលឡាស៊ែរមួយប្រអប់ឡាស៊ែរមួយទៀតដើម្បីធ្វើយ៉ាងណាក៏ដោយនៅពេលដែលផាលរង្គល់ប៉ះទៅដល់ទីខ្ពស់បាទគឺគាត់ត្រូវសង្កត់ផាលរង្គល់ចុះហើយពេលផាលរង្គល់ទៅដល់ទីទាបបាទគឺគាត់តម្លាក់ផាលរង្គល់ឡើងដើម្បីឲ្យដីធ្លាក់ទៅក្នុងក្លុកដែលទាបនឹងដើម្បីឲ្យវាមានភាពស្មើទៅនឹងកន្លែងដតីហើយកន្លែងខ្ពស់គាត់ត្រូវសង្កត់ឲ្យខ្លាំងដើម្បីឲ្យផាលរង្គល់នេះបានថាអូសដីឲ្យបានច្រើនអញ្ចឹងធ្វើឲ្យដីដែលខ្ពស់ត្រូវអូសទៅកាន់ទីទាបវិញអញ្ចឹងហើយការធ្វើឲ្យស្មើនេះគឺអនុវត្តមិនខុសពីសម័យបរមបុរាណយ៉ាងទេគឺដំបូងឡើងកសិករត្រូវធ្វើការភ្ជួរដីបាទតែបច្ចុប្បន្នហ្នឹងយើងថាភ្ជួរដីដោយតាក់ទ័រហើយលែងមានគោក្របីហើយគឺថាភ្ជួរដីហើយបានប្រើប៉ែលបាទមុនយើងប្រើរនាស់បាទឥឡូវយើងប្រើប៉ែលដែលប៉ែលនេះវានឹងអូតូម៉ាទិកឡើងចុះទៅតាមខ្សែពន្លឺឡាស៊ែរនេះបាទនេះជាបច្ចេកទេសទំនើបមួយហើយដែលក្រសួងកសិកម្មតាមរយៈគម្រោងខ្សែផលិតកម្មដោយភារៈបរិស្ថាននេះយកមកធ្វើបង្ហាញនៅក្នុងខេត្តត្បូងឃ្មុំហើយតាមផែនការគឺធ្វើការបង្ហាញក្នុងខេត្តត្បូងឃ្មុំនេះនៅលើ4ទីតាំងនៅក្នុងខេត្តត្បូងឃ្មុំទាំងមូលដែលសរុបផ្ទៃដីមានប្រមាណ360ហិកតាដែលទីតាំងទី1យើងបានធ្វើការគៀបពង្រៀបរួចហើយបងប្អូនជាកសិករកំពុងតែធ្វើការដាំដុះនៅលើផ្ទៃដីប្រមាណ54ហិកតានៅក្នុងឃុំថ្មពេជ្រស្រុកត្បូងឃ្មុំហើយក្នុងឆ្នាំ2026នេះគឺយើងធ្វើការគៀបពង្រៀបលើ3ទីតាំងដែលទីតាំងទី1នៅក្នុងឃុំឈូកស្រុកក្រូចឆ្មាដែលមានផ្ទៃដីប្រមាណ140ហិកតាជាងដែលរហូតដល់ពេលនេះគឺយើងបានអនុវត្តសម្រាប់ការគៀបពង្រៀបដីនេះរួចហើយដែលឡែកនៅស្រុកដំបែដែលយើងអនុវត្តលើការគៀពង្រៀបដីនេះលើផ្ទៃដីប្រមាណ54ហិកតាអនុវត្តបានជា40%ហើយនៅទីនេះគឺនៅក្នុងឃុំកក់ដែលអនុវត្តលើផ្ទៃដី99ហិកតាយើងកំពុងអនុវត្តបានប្រមាណជា40%ដែរហើយបាទដែលឡែកចង់និយាយអំពីអត្ថប្រយោជន៍នៃការគៀពង្រៀបដីនេះបាទដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺជាលក្ខណៈបច្ចេកទេសការធ្វើស្រែដីត្រូវតែរាបស្មើបាទអញ្ចឹងការធ្វើឲ្យដីរាបស្មើនេះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះបាទទី1ជាពិសេសសម្រាប់ដំណាំស្រូវរដូវប្រាំងតែម្ដងបាទគឺកាលណាដីរាបស្មើធ្វើឲ្យយើងអាចប្រើប្រាស់ទឹកតិចនៅក្នុងផលិតកម្មដំណាំស្រូវអញ្ចឹងកាលណាយើងប្រើប្រាស់ទឹកតិចគឺយើងអាចចំណេញប្រេងបូមបាទប្រេងបូម
ហើយកាលណាដីរៀបស្មើបាទធ្វើឲ្យយើងអាចគ្រប់គ្រងកតាស្មៅដែលវាដុះក្នុងស្រែបាទអញ្ចឹងកាលណាដីរៀបស្មើគឺមិនសូវមានប្រភេទស្មៅចង្រៃដុះវាស្រែទេអញ្ចឹងធ្វើឲ្យយើងកាត់បន្ថយការទិញថ្នាំឬកម្លាំងពលកម្មដើម្បីសម្អាតស្មៅបើដីមិនរៀបស្មើទេដីដែលខ្ពស់ស្មៅនឹងដុះហើយស្មៅនឹងរីកបដោតបមកដល់ដីដែលទាបបាទហើយការដាក់ជីទៀតកាលណាដីរៀបស្មើល្អយើងអាចប្រើជីបាទក្នុងបរិមាណមួយដែលថាដាក់ទៅលបាយជីអាចរត់បានពេញស្រែបានល្អទាំងអស់តែម្ដងបាទធ្វើឲ្យយើងប្រើប្រាស់ជីតិចកាលណាប្រើប្រាស់ជីតិចគឺយើងអាចទទួលបាននេះអាចថាយើងចំណាយតិចបាទហើយចំណុចមួយទៀតបាទជាបទពិសោធន៍នៃការរកឃើញនៃគោលការណ៍បច្ចេកទេសដីរៀបស្មើក្នុងការដាំដុះដំណាំស្រូវនេះគឺធ្វើឲ្យទិន្នផលស្រូវកើនឡើងបាទធ្វើទិន្នផលស្រូវកើនឡើងបាទអញ្ចឹងនេះជាបទដ្ឋានបច្ចេកទេសតែម្ដងនេះខ្ញុំមិននិយាយដល់ការសត្វល្អិតបាទដីរៀបស្មើក៏អាចជួយដែរជួយថាធ្វើឲ្យសត្វល្អិតវាមិនងាយនឹងមកទេបាទកាលណាវាដំណាំដុះល្អធ្វើឲ្យកម្លាំងសុខភាពដំណាំស្រូវរឹងមាំអញ្ចឹងអាចមានភាពធន់ទៅនឹងសត្វល្អិតបានបាទហើយខ្ញុំឱកាសនេះក៏សូមជម្រាបផងដែរថាការផ្ដល់សេវាទាំងឡាយរបស់កសិកម្មទៅលើដល់កសិករគឺមានបំណងតែមួយគឺចង់ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានផលចំណេញគ្រប់ផលិតកម្មគាត់ទាំងអស់អញ្ចឹងការកាត់បន្ថយថ្លៃដើមផលិតបាទគឺជាកត្តាចម្បងបាទកត្តាចម្បងតបមកតកតងទៅលើការប្រើប្រាស់ពូជសុទ្ធល្អក៏ធ្វើឲ្យទិន្នផលយើងខ្ពស់ហើយកាលណាសុទ្ធល្អក៏អាចធ្វើឲ្យកសិផលយើងបានមកគឺលក់បានតម្លៃក៏ល្អដែរបាទអញ្ចឹងនេះជាគោលការណ៍របស់ខាងកសិកម្មបាទសូមអរគុណហ្នឹងហើយបងជាដំបូងខ្ញុំចង់ដឹងអំពីការគៀប្រៀបដីហើយដែលបងអនុវត្តកន្លងមកចង់ដឹងថាតើការពង្រៀបដីដោយប្រព័ន្ធឡាស៊ែរនេះយើងមានប្រមាណដំណាក់កាលហើយចំពោះបច្ចេកទេសយ៉ាងណាដែរបាទសូមជូនបងតែម្ដងបាទពីដើមមកយើងមានតការគៀពង្រៀបដោយគោដោយនឹងគល់ដោយរនាស់ក្រោយមកទៀតយើងមានការពង្រៀបដោយត្រាក់ទ័របានន័យថារុញនឹងប៉ែលមុខតែមកដល់ដំណាក់កាលនេះគឺយើងគៀពង្រៀបដោយប្រព័ន្ធឡាស៊ែរបានន័យថាត្រាក់ទ័រជាអ្នកអូប៉ែលគៀដីពីខ្ពស់ទៅកន្លែងទាបតែការគ្រប់គ្រងកម្ពស់ដោយប្រព័ន្ធឡាស៊ែរហើយដំណាក់កាលនៃការធ្វើជំហានទី1គឺយើងត្រូវភ្ជួរដីបំបែកជំហានទី2បើករណីដីមានដុំធំយើងត្រូវទៅវាយបំបែកសិនបាទហើយដល់ជំហានទី3គឺចូលដល់ជំហានគៀជំហានគៀគឺតកងត្រាក់ទ័រយើងគាត់ស្វែងរកមធ្យមកម្ពស់មធ្យមនៃដីនៅពេលគាត់រកឃើញគាត់សិតប៉ែលគាត់តម្រូវតាមដីហ្នឹងទៅនៅកន្លែងមធ្យមបានន័យថានៅចន្លោះដីខ្ពស់និងដីទាបបាទគាត់ដាក់នៅចំណុចហ្នឹងហើយគាត់នឹងធ្វើការគៀពីដីខ្ពស់មកដីទាបដដែលបានន័យថាគាត់គ្រាន់តែបើកត្រាក់ទ័រទៅលើដីដែលខ្ពស់នៅពេលដីពេញប៉ែលគាត់យកមកកន្លែងទាបហើយប៉ែលនឹងចាក់ដីចេញដោយអូតូម៉ាទិកខ្លួនគាត់បាទធ្វើដដែលរហូតដល់សពស្រែមួយទាំងមូលនោះតែម្ដងបានយើងសិនមកថាស្មើពេលនោះគឺប៉ែលយើងគឺលែងជោគដីមានកន្លែងខ្ពស់ហើយក៏លែងមានកន្លែងទាបសម្រាប់ចាក់ដីទៀតហើយបាទហើយបន្ទាប់ពីធ្វើហើយស្រែរបស់យើងមានកម្រិតលំអៀងមិនលើសពី5សង់ទីម៉ែត្រទេបាទបានន័យថាស្មើល្អបាទចុះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់ជាម្ចាស់ស្រែបន្ទាប់ពីក្រោយខាងក្រុមបច្ចេកទេសបងដូចជាជំនាញនៅក្នុងការគៀហើយតើបន្ទាប់ក្រោយមកទៀតតើម្ចាស់ស្រែគាត់គួរធ្វើយ៉ាងម៉េចឬក៏ការថែរក្សាយ៉ាងម៉េចឲ្យដីស្រែរបស់គាត់ទៅតាមស្តង់ដារដោយអ្វីដែលយើងបានគ្រោងទុកបាទបន្ទាប់ពីយើងគៀស្មើហើយបើសិនជាគាត់បង្កើនផលគាត់គ្រាន់តែវាយរូតាវ៉ាទ័រឬមួយក៏គាត់ភ្ជួររួចហើយគាត់ព្រោះស្រូវគាត់បង្កើនផលប៉ុន្តែក្នុងការថែរក្សាដីគឺអាស្រ័យទៅលើការភ្ជួររាល់ឆ្នាំបើសិនជាឆ្នាំនេះគាត់ភ្ជួរចេញឆ្នាំក្រោយគាត់ត្រូវភ្ជួរចូលវិញគាត់ធ្វើយ៉ាងម៉េចឲ្យកុំឲ្យដីនឹងវាមានរលកឬក៏មានចង្អូរនៅក្នុងស្រែហើយមួយទៀតគាត់ត្រូវការពារប្រុងប្រយ័ត្នដែរនៅពេលដែលគាត់ច្រូតស្រូវគាត់ច្រើនតែឲ្យម៉ាស៊ីនច្រូតហ្នឹងយកស្រូវទៅចាក់នៅកន្លែងណាមួយដែលគាត់ងាយដឹកចេញបើករណីចាំបាច់គាត់ចាក់ម៉ាស៊ីនទីគាត់អាចជិះបានគាត់គួរតែដូរទីតាំងចាក់កុំឲ្យចាក់ដដែលទៅម៉ាស៊ីនច្រូតអាចវល់កន្លែងហ្នឹងខ្លាំងអាចធ្វើឲ្យដីហ្នឹងទាបកន្លែងហ្នឹងដែរបាទនៅពេលដែល
ទឹកដីនៃសហគមន៍បោះបងជាសហគមន៍បោះបងទទួលបាននៅការគៀដីដោយប្រព័ន្ធឡាស៊ែក្នុងនាមបងជាអនុប្រធានសហគមន៍តែយល់យ៉ាងណាហើយនឹងមានអារម្មណ៍យ៉ាងណាដែរបាទ ចាជម្រាបសួរនឹងខ្ញុំឈ្មោះសាន់សារ៉ែនជាអនុប្រធានសហគមន៍សាមគ្គីកក់ចំពោះនឹងខ្ញុំវិញមានអារម្មណ៍សប្បាយរីករាយន័យថាសប្បាយចិត្តព្រោះពេលដែលយើងធ្លាប់បានទៅវគ្គសិក្ខាសាលាពីការគៀមរៀបដីហ្នឹងយើងតែសម័យថាអូបើសិនជាយើងធ្វើស្រូវបានល្អអញ្ចឹងមានគៀដីហ្នឹងវាបើនិយាយខ្ញុំបានរៀនថាសំចៃទឹកសំចៃជីហើយណាមួយទិន្នផលល្អអញ្ចឹងបើនិយាយទៅខ្ញុំមានអារម្មណ៍ថាសប្បាយហើយណាមួយអរគុណចំពោះគម្រោងចំពោះអ្នកដឹកនាំដែលបានជួយដល់សហគមន៍ខ្ញុំបើនិយាយបើថាចង់បានទៅទៀតព្រោះអ្វីដែលយើងរៀនយើងបានឃើញរៀនឥឡូវបានជួយឲ្យយើងទាំងតាមដានទៀតថាទិន្នផលនឹងអាចកើនឡើងដូចអ្វីដែលយើងរៀនក៏អត់គឺខ្ញុំមានអារម្មណ៍សប្បាយរីករាយហើយជួសឲ្យប្រជាកសិករខ្ញុំចំនួន214គ្រួសារហ្នឹងគឺខ្ញុំសប្បាយចិត្តហើយពួកគាត់ក៏សប្បាយចិត្តរីករាយដែរព្រោះយើងរកដល់យើងគៀតែប៉ែអញ្ចឹងហើយទៅណាមួយការគៀនេះខ្ញុំធ្លាប់មានក្រុមហ៊ុនមកគៀហើយគាត់បាននិយាយថាក្នុង1ម៉ោងគឺយកដល់140,000ហើយយើងគៀលើដីធម្មតាហ្នឹងគៀតែប៉ែហ្នឹងសូម្បីខ្ញុំគៀស្រែខ្ញុំមហិតាអីគឺអស់2លានអីគៀមួយឆ្នាំតន់រៀបផងនៅគៀទៀតអញ្ចឹងមិនន័យថាបើសិនមានគម្រោងនេះមកជួយនេះដល់ទាំងស្រុងគឺសប្បាយចិត្តយើងកាប់បន្ថយទាំងការចំណាយហើយណាមួយគៀនេះគឺមានពន្ធលាសែយើងបើនិយាយទៅវាជាទំនើបកម្មមួយបើយើងគៀនឹងប៉ែវាអត់សូវជាដឹងគាត់ថាកន្លែងនោះខ្ពស់យើងគៀចេញអាមួយទៅទម្លាក់អញ្ចឹងនៅកន្លែងនេះគឺយើងមានពន្ធលាសាគឺល្អបច្ចេកវិទ្យាទំនើបខ្ញុំបើនិយាយទៅខ្ញុំអរគុណដល់ឯកឧត្តមពិសេសឯកឧត្តមតែចុះមកជួយដល់ប្រជាកសិករនៅសហគមន៍ខ្ញុំកាលពីឆ្នាំទៅក៏ឯកឧត្តមមកដែរមកមើលគាត់ឥឡូវគាត់បានកាលពីឆ្នាំទៅគាត់បានមើលពីម្ដុំបាក់អាយរហូតមកដល់ចុងកញ្ចែអញ្ចឹងនៅភូមិអញ្ចឹងកាលនោះទីដីផលិតស្រូវរបស់នេះប្រហែលជាចូលដល់500ហិកតាបើនិយាយទៅឯកឧត្តមតែយកចិត្តទុកដាក់ចំពោះសហគមន៍ចំពោះជាកសិករនៅទីនេះណាហើយដោយឡែកឆ្នាំទៅហ្នឹងឯកឧត្តមបានទៅហើយបានដងបានដង12ហើយបានដាក់សូឡាហើយសូឡានេះគឺចាញ់បើនិយាយទៅប្រភពទឹកនៅទីនេះនៅកន្លែងដែលយើងទៅមើលមិញនៅសូឡានេះគឺភូមិបល័យហ្នឹងគឺទឹកចាញ់ល្អហើយជួយដល់ប្រជាកសិករយើងនឹងចំណាយក្នុងការបូមទឹកជួយបានច្រើនអរគុណចំពោះអ្នកនាំជួយសហគមន៍ខ្ញុំសូមគោរពជូនពរឲ្យឧត្តមមានសុខភាពល្អនិងទទួលបានជ័យជំនះគ្រប់ពីកិច្ចចា៎សូម